ពីមុនដេកភ័យគិតតែពីអនាគតឥឡូវខ្ញុំឈប់គិតហើយទុកអនាគតគិតខ្ញុំវិញល្ងាចឡើងចេញម៉ោង 4 កន្លះមកនាំបងប្អូនមីងពូជិះម៉ូតូទៅរកខ្យងកន្លែងថ្ងៃមុនគេញ៉ាំគេហ្នឹងឥឡូវក្មួយខ្ញុំទាញម៉ូតូវឹងជិះឡើងហមឡើងលឿនស្លេកស្មានតែវាស្គាល់ផ្លូវវាជិះហួសផ្លូវបាត់ផ្លូវគេនៅនេះវាជិះទៅហើយនៅហាបកមកក្រោយវិញមកហើយជិះក្រោយម៉ូតូអញអត់តន់ដូរប្រេងបាតឲ្យអញហិតផ្សែងមួយលេងផ្លូវរៀងពិបាកដែរបងប្អូនប៉ុន្តែយើងនឹងតស៊ូដើម្បីបានរបស់ហូបមកលើកនេះតឹងតបឡើង8នាក់ខ្យងខ្ចៅគ្រាន់តែលឺសំឡេងលោតទម្លាក់ទឹកអស់បែបមើលទៅអត់បានម៉ាក់មួយទេមុនមកដល់កន្លែងហ្នឹងគឺម៉ោង 5 បាត់ហើយរៀបរយទៅរំនឹងបានមកដល់កន្លែងចិត្តយប់បាត់ហើយមកចំណែកក្មួយខ្ញុំបាន 2-3 ស្ទាយបានវាចុះទឹកកើតអាហ្នឹងបើអញ្ចឹងវាចុះទឹកអត់កើតទេចំណែកខ្ញុំមកដើមក្បាលបានមុនគេ2ហើយបានតែ2ហ្នឹងទេលែងបានទៀតហើយក្រៅពីហ្នឹងដើររើសទៅក្រោយគូតក្មួយខ្ញុំគេលើកតលាក់ឲ្យរើសតាមក្រោយគេបានធំទៀតហ្នឹងយើងកាលណាទូចបោះចូលទឹកវិញបងប្អូនទុកឲ្យវាកើតកូនកើតចៅថ្ងៃក្រោយយើងមករកហូបទៀតសាប៊ូបន្លែកឆែតតកូនដៃកផ្លោកដៃតកៀតអីហ្នឹងត្រីអីហ្នឹងឲ្យតែយើងអាសាមិនខ្វះរបស់ហូបទេតនេមករកទៅកុំឲ្យតែយើងខ្ជិលតែខ្ញុំអ្នកនិយាយនេះខ្ញុំខ្ជិលខ្ញុំអត់អាសាទេកុំជឿខ្ញុំបានតែនិយាយទេអ្នកនិយាយធ្វើអត់បានទេនេះរបស់គេមិនរបស់ខ្ញុំទេអាបងអាវខៀវនេះលូនផងក្រាបផងមើលទៅក្មួយខ្ញុំអានោះខ្មៅឡើងអាឡងដូចខ្លាញ់គោមើលវារាវបដាច្រៀងបដាអត់ដឹងច្រៀងបត់អីងាកមកមើលបឹងកឆែតកូនខ្ញុំចង់ទៅលោតទៅលាក់ទៅបេះទេតែខ្ញុំអត់ចេះហែទឹកជ្រៅទៀតមួយខ្ញុំអាវខ្មៅវាដើរទៅតាមបងវាអត់រើសខ្យងអីទេវាខ្លាចបងវារត់ចោលមើលទៅជំរើសចុងក្រោយបានកឆែតស្លមកជូរមើលទៅមានតែធ្វើចឹងឯងតែសរុបទៅសរុបមកបានតែម្ដាយឲ្យគុតមើលមកប្រុសស្អាតឯនេះវិញបានប្រមាណហើយប៉ហ្នឹងហើយបាច់ស៊ីបាច់អីទេមិនបានមកស្ងោផងថ្ងៃលិចឥឡូវហើយនាំគ្នាទៅផ្ទះវិញហ្មងស្រុកគេយើងខ្លាចកុំនៅយប់ប្រលប់ពេកយើងមិនសូវស្គាល់តំបន់ព្រោះប៉ះបងអ៊ំពូមីងណាគាត់ហៅដាក់មកកេះអីចឹងទៅយើងចេះតែភ័យដេកគិតទេណាឥឡូវជិះម៉ូតូដល់ផ្ទះវិញហើយអត់មានបានអីច្រើនទេបានតែមកស្ងោនឹងឯង